បាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតជាងអត្ថបទថ្ងៃនេះខ្ញុំលើកយកអាហារចំនួន3ដែលយើងញ៉ាំទៅអាចជួយដោះស្រាយបញ្ហាឡើងគីឡូរបស់អ្នកនរគ្នាអញ្ចឹងប្រសិនបើយើងអត់មានពេលហាត់ប្រាណយើងនៅតែអាចសម្រកគីឡូបានតាមលោកគ្រូហាត់ប្រាណភាគច្រើនបានលើកឡើងថាការសម្រកគីឡូការហាត់ប្រាណជួយបានពីចន្លោះពី20ទៅ30%តែប៉ុណ្ណោះអញ្ចឹងចំពោះរបបអាហារមានរហូតដល់70ទៅ80%ដែលអាចជួយឲ្យគីឡូយើងស្រកបានអញ្ចឹងចំពោះក្រៅពីការហាត់ប្រាណមានផ្លែឈើចំនួន3ដែលអ្នកនរគ្នាអាចញ៉ាំហើយស្រកគីឡូបានអញ្ចឹងទី1គឺគ្រាប់ជីខ្ញុំគិតថាអ្នកនរគ្នាអាចស្គាល់ហើយគ្រាប់ជីស្រួលហូបមែនទែនគ្រាប់ជីត្រាំរួចជាមួយនឹងទឹកដោះគោស្រស់មួយកែវផឹកជារៀងរាល់ពេលព្រឹកនិងពេលយប់មានអត្ថប្រយោជន៍ខ្ពស់ក្នុងការជួយសម្រួលដល់សុខភាពក្រពះពោះវៀនឲ្យមានដំណើរការបានល្អហើយវាបានកាត់បន្ថយការឃ្លាននិងជួយសម្រួលដល់ការបន្ទោបង់បានទៀតផងទន្ទឹមនឹងនេះទឹកដោះគោជាមួយនឹងគ្រាប់ជីក៏មានប្រយោជន៍ក្នុងការជួយជំរុញកោសិកាស្បែកឲ្យមានសុខភាពល្អពន្យាភាពចាស់កាត់បន្ថយស្នាមជ្រឿជ្រួញហើយអ្នកនឹងមានអារម្មណ៍ថាសូម្បីតែគីឡូរបស់អ្នកក៏ចាប់ផ្ដើមស្រកផងដែរអញ្ចឹងទី1គឺគ្រាប់ជីចំណុចទី2គឺផ្លែប៉ោមនៅក្នុងផ្លែប៉ោមមួយផ្លែមានវាមានផ្ទុកសារជាតិសរសៃប្រមាណជា4ទៅ5ក្រាមហើយជាតិសរសៃនោះវាមានតួនាទីបំបែកកាកសំណល់ក្នុងពោះវៀនជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរបន្ទាប់ពីញ៉ាំផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃអាចជួយដុតខ្លាញ់ក្បាលពោះយើងបានបើទោះបីជាផ្លែប៉ោមមានផ្ទុកជាតិស្ករក៏ដោយអ្នកមិនចាំបាច់ព្រួយបារម្ភអំពីការកើនឡើងជាតិស្ករនៅក្នុងឈាមនោះទេដោយសារតែជាតិសរសៃក្នុងផ្លែប៉ោមវាជួយបន្ថយការស្រូបយកជាតិស្ករក្នុងឈាមហើយកាត់ជាតិខ្លាញ់បានផងដែរអញ្ចឹងចំពោះទី2គឺតែចំពោះតែរុក្ខជាតិមានដូចជាតែខ្ញីតែរ៉ូសឈីបនិងតែ hibiscus តែទាំងនេះគឺសុទ្ធជាប្រភេទតែមានប្រយោជន៍ជួយដល់សុខភាពពិសេសញ៉ាំទៅវាជួយដុតរំលាយជាតិខ្លាញ់ដែលមាននៅក្នុងខ្លួនជួយសម្រកគីឡូបានពេញមួយតួខ្លួនដូច្នេះសម្រាប់អ្នកដែលមានជំងឺធាត់ធាត់មានគីឡូធ្ងន់អាចសាកល្បងផឹកតែរុក្ខជាតិបានបាទអរគុណអ្នកគ្នាអញ្ចឹងអត្ថបទថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកគ្នានឹងទទួលបាននូវចំណេះដឹងនេះហើយអត្ថបទនេះខ្ញុំដកស្រង់ចេញពី Healthy Cambodia